ក្មេងប្រុសម្នាក់អង្គុយក្នុងឡានកំពុងលើកយានឱកាសចុះពណ៌ស្រីឡើងចុះដោយកំពុងហោះហើរគេផ្អែកក្បាលនឹងកញ្ចក់បង្អួចឡានសម្លឹងមើលដើមឈើដែលរត់កាត់តាមដងផ្លូវដោយភ្នែកភ្លឹករំពៃពន្លឺអគ្គិសនីពណ៌ស្វាយដិតបាញ់ចេញពីម៉ាស៊ីនចម្លែកមួយបង្កើតបានជាដុំថាំពុលវិលវល់យ៉ាងខ្លាំងស្ត្រីម្នាក់សក់វែងឈរនៅចំពោះមុខពន្លឺនោះនាងបង្ហាញទឹកមុខតក់ស្លុតនិងភ័យខ្លាចជាពន់ពេកស្រាប់តែមានការផ្ទុះជាពន្លឺពណ៌និងទឹកក្រូចយ៉ាងខ្លាំងក្លាបំភាយចេញមកក្រៅអេក្រង់ក្មេងប្រុសពីរនាក់បងប្អូនអង្គុយលើសាឡុងដោយអោបដៃភ្នែកសម្លឹងត្រង់ទៅមុខដោយមិនដាក់ភ្នែកផ្ទៃខាងក្រោយងឹតមានផ្កាយព្រិលរួមជាមួយអក្សរពណ៌ Simon Cock Fame បង្ហាញឡើងរូបភាពនៅលើទូរទស្សន៍បុរាណបង្ហាញពីផ្ទៃភពផ្កាយដែលមានថ្មភ្នំនិងយានឱកាសកំពុងចុះចតបុរសម្នាក់ក្នុងឈុតឱកាសយានិកបង្ហាញដើមដៃដែលមានស៊ីខ្វីម៉ាស៊ីនបង្កប់នៅខាងក្នុងស្បែកបុរសម្នាក់ទៀតបាញ់កាំរស្មីឡាស៊ែរពណ៌ក្រហមចេញពីដំបងបង្កើតជាខែលការពារនៅមុខទ្វារតូចមួយដាក់នៅលើទឹកឈើក្បែរនោះមានថាសចម្រៀងវិញចាស់ដាក់ឯកចំណងជើងធំ Invasion Planet Earth លេចឡើងកាត់វាលស្មៅបៃតងដែលមានប្រាសាទបាក់បែកក្មេងប្រុសម្នាក់ក្នុងអាវកាក់ពណ៌ខៀវដែលចូលទៅក្នុងរោងជាងឡានរួចងើបមុខសម្លឹងមើលទៅខាងលើបុរសជាជាងជួសជុលឡានស្លៀកអាវពណ៌ខៀវដិតអន់ចុះមកនិយាយជាមួយក្មេងដោយស្នាមញឹមរួសរាយក្មេងទាំងពីរនាក់បែកខ្នងរួចដើរចេញពីទ្វារដែកដ៏ធំនៃរោងជាងឆ្ពោះទៅកាន់ពន្លឺថ្ងៃខាងក្រៅបុរសម្នាក់ដេកដកដង្ហើមធំរួចបើកភ្នែកឡើងទាំងស្ពឹកស្រពន់នៅលើគ្រែក្នុងបន្ទប់គេងដ៏ស្ងប់ស្ងាត់ស្ត្រីម្នាក់អង្គុយលើមាត់បង្គន់នាងកាន់ថ្នាំពណ៌ស្ពីគ្របក្នុងដៃរួចសម្លឹងមើលវាដោយភាពស្ទាក់ស្ទើរបុរសនោះដើរចេញមកផ្លូវដើរក្នុងផ្ទះគាត់ចាប់ផ្ដើមលើកកាសែតនិងចានឆ្នាំងដាក់ចូលក្នុងប្រអប់កាតុងភរិយារបស់គាត់ឈរនៅមាត់ទ្វារបន្ទប់កាន់ពែងកាហ្វេសម្លឹងមើលសកម្មភាពប្តីនាងដោយទឹកមុខស្រងូតស្រងាត់គាត់បើកប្រអប់តូចមួយឃើញខ្សែដៃប្រាក់ដែលមានស្លាកឈ្មោះ Soul's Talisman រួចកាន់វាមើលយ៉ាងយកចិត្តទុកដាក់ក្នុងផ្ទះបាយដ៏ទំនើបពណ៌ស្បុរសនោះដើរចូលមកទាំងមិនទាន់រៀបរយអាវរួចព្យាយាមចងក្រវ៉ាត់កពណ៌ក្រហមភរិយាគាត់ដើរមកជិតរួចយកដៃទាំងពីរជួយរៀបចំអាវនិងចងក្រវ៉ាត់ឲ្យគាត់យ៉ាងផ្អែមល្ហែមពួកគេសម្លឹងមើលភ្នែកគ្នាបុរសនោះបង្ហាញទឹកមុខស្មុគស្មាញបន្តិចប៉ុន្តែនាងញឹមដើម្បីលើកទឹកចិត្តគាត់បុរសនោះនិយាយអ្វីមួយយ៉ាងខ្លីរួចគាត់ដើរចេញទៅទុកឲ្យភរិយាឈរមើលតាមពីក្រោយដោយក្តីបារម្ភរូបភាពភពផែនដីពណ៌ខៀវលេចឡើងនៅកណ្ដាលភាពងឹតនៃលំហាកាសដ៏ធំល្វឹងល្វើយមានបន្ទាត់ក្រឡា Digital ពណ៌បៃតងរត់កាត់ផ្ទៃលោកហាក់ដូចជាមានការត្រួតពិនិត្យពីអ្វីមួយស្ត្រីនោះស្ពីកាតាពណ៌ខ្មៅដើរយ៉ាងលឿនចូលទៅក្នុងអគារសាលារៀនរួចងក់ក្បាលរាក់ទាក់ទៅកាន់មិត្តរួមការងារស្ត្រីពីរនាក់កំពុងឈរជែកគ្នានៅក្នុងសាលារៀនមុនពេលពួកគេអបគ្នាដោយក្តីស្រឡាញ់បុរសម្នាក់ដែលពាក់ក្រវ៉ាត់ពណ៌ក្រហមកំពុងបើកបររថយន្តដោយទឹកមុខស្ងប់ស្ងាត់គ្រូបង្រៀនស្រីម្នាក់កំពុងអានសៀវភៅឲ្យក្មេងសិស្សសាលាស្ដាប់នៅក្នុងថ្នាក់រៀនទិដ្ឋភាពបង្ហាញពីទីបញ្ចុះសពដ៏ធំទូលាយមួយដែលមានដើមឈើនិងភ្នោរជាច្រើនបុរសពាក់ក្រវ៉ាត់ពណ៌ក្រហមអង្គុយនៅទីបញ្ចុះសពខណៈយន្តហោះមួយគ្រឿងកំពុងហោះកាត់លើមេឃលោកបូជីចាម្នាក់បានដើរមកជិតបុរសនោះហើយពួកគេទាំងពីរចាប់ផ្ដើមមានការសន្ទនាយ៉ាងតានតឹងលោកបូជីចាដើរចេញទៅវិញក្នុងចំណោមភ្នោរខណៈបុរសនោះលើកទូរស័ព្ទមកនិយាយបុរសនោះសម្លឹងមើលជុំវិញទីបញ្ចុះសពដោយក្តីបារម្ភនិងងឿងឆ្ងល់ត្រឡប់មកក្នុងថ្នាក់រៀនវិញក្មេងសិស្សសាលាសម្លឹងមើលទៅគ្រូដោយទឹកមុខភ័យខ្លាចរូបភាពភ្លើងឆេះសន្ធោសន្ធៅនិងការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងបង្កជាផ្សែងពុកដោយផ្សិតបុរសនៅទីបញ្ចុះសពសម្លឹងមើលទៅលើមេឃហើយឃើញស្ត្រីម្នាក់ពាក់មួកខ្មៅឈរនៅឆ្ងាយលោកបូជីចាដើរចូលទៅក្នុងព្រះវិហារដ៏ស្ងប់ស្ងាត់មួយដែលមានកញ្ចក់ពណ៌រូបព្រះយេស៊ូវនៅក្នុងថ្នាក់រៀនគ្រូបង្រៀននិងសិស្សានុសិស្សបង្ហាញអាការៈតក់ស្លុតនិងភ័យរន្ធត់ជាខ្លាំងបុរសពាក់ក្រវ៉ាត់ពណ៌ក្រហមដើរចូលក្នុងអគារមួយហើយជួបជាមួយស្ត្រីវ័យចំណាស់ម្នាក់និងមនុស្សដទៃទៀតបុរសពុកចង្ការម្នាក់ដែលពាក់មួកពណ៌ក្រហមចាប់ផ្ដើមនិយាយទៅកាន់បុរសពាក់ក្រវ៉ាត់ក៏ដោយអាកប្បកិរិយាចម្លែកបុរសមួកក្រហមអង្គុយលើសាឡុងមើលទូរទស្សន៍ដែលមានរូបតុក្កតាខ្លាឃ្មុំរាំហើយធ្វើកាយវិការដូចបាញ់កាំភ្លើងមានរូបគំនូរចម្លែកជាច្រើនព្យួរនៅលើជញ្ជាំងខណៈបុរសពាក់ក្រវ៉ាត់ឈរសម្លឹងមើលដោយការគិតស្ត្រីម្នាក់កំពុងគូររូបការផ្ទុះនៅលើផ្ទាំងគំនូរខណៈបុរសនោះសម្លឹងមើលនាងដោយទឹកមុខតានតឹងបុរសម្នាក់ពាក់អាវនិងក្រវ៉ាត់ពណ៌ក្រហមឈរក្បែរស្ត្រីម្នាក់ដែលកំពុងគូររូបនៅលើផ្ទាំងគំនូរស្ត្រីនោះសម្លឹងមើលផ្ទាំងគំនូររបស់នាងរួចងាកមកមើលបុរសនោះដោយទឹកមុខស្មើទិដ្ឋភាពបដូរទៅក្នុងថ្នាក់រៀនមួយដែលមានក្មេងសិស្សសាលាកំពុងអង្គុយរៀននិងគ្រូបង្រៀនដើរត្រួតពិនិត្យស្ត្រីម្នាក់ទៀតក្នុងឈុតធម្មតាដើរអន់ពិនិត្យឲ្យកិច្ចការសិស្សនៅតាមតូបបុរសពាក់ក្រវ៉ាត់ក្រហមដើរតាមច្រកផ្លូវងឹតជាមួយបុរសម្នាក់ទៀតដែលកាន់សៀវភៅកត់ត្រាពួកគេទាំងពីរឈប់និយាយគ្នាដោយទឹកមុខតានតឹងនៅចំពោះមុខមនុស្សមួយក្រុមទៀតរូបភាពបង្ហាញពីផ្ទៃមេឃនិងភពផែនដីដែលមានពុកវិលវល់មិនធម្មតាបុរសនោះសម្លឹងទៅក្រៅបង្អួចដោយក្តីបារម្ភខណៈដែលសិស្សសាលាកំពុងដើរចេញពីអគារសិស្សសាលាដើរចេញតាមទ្វារអគារឥដ្ឋពណ៌ក្រហមយ៉ាងច្រើនកុះករបុរសនោះមើលទូរទស្សន៍ដែលកំពុងចាក់ផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ចម្លែក
បុរសម្នាក់ទៀតមានពុកចង្ការមើលទៅទូរទស្សន៍ដោយភាពតក់ស្លុតបំផុតគ្រូបង្រៀនស្រីម្នាក់មើលសៀវភៅកត់ត្រារបស់សិស្សដែលមានគំនូររូបអគារកំពុងឆេះនាងងើបមុខឡើងសម្លឹងមើលសិស្សដោយការភ័យខ្លាចរួចប្រញាប់រត់ចេញពីបន្ទប់បុរសពាក់ក្រវ៉ាត់ក្រហមនិយាយទូរស័ព្ទនៅក្បែរបង្អួចរួចមើលទៅលើមេឃដែលមានពន្លឺចម្លែករូបភាពបង្ហាញពីខាងក្រៅមជ្ឈមណ្ឌល The Livermore Care Center មនុស្សមួយក្រុមរត់យ៉ាងលឿនតាមច្រកផ្លូវរួចរុញទ្វារច្រកចេញអាសន្ន Fire Exit ពួកគេរត់ចុះតាមជណ្ដើរដែកខាងក្រៅអគារខណៈដែលមានយានអវកាសចម្លែកហោះកាត់ពីលើយានអវកាសធំហោះសំកាំងពីលើវាលស្មៅខណៈដែលមនុស្សរត់គេចខ្លួនដោយភាពភ័យស្លន់ស្លោបុរសម្នាក់ស្ថិតក្នុងសភាពភ័យខ្លាចជាប់ក្នុងឧបករណ៍ចម្លែកម្យ៉ាងខណៈដែលពន្លឺឌីជីថលហោះកាត់មុខរបស់គាត់ទិដ្ឋភាពបង្ហាញពីភពផែនដីពីលំហអាកាសរួចផ្ដោតទៅលើផែនទីនៃប្រទេសអង់គ្លេសដែលពោពេញដោយពពកយានអវកាសយក្សដ៏ខ្មៅងឹតនិងមានរចនាសម្ព័ន្ធស្មុគស្មាញកំពុងធ្វើដំណើរយ៉ាងយឺតនៅក្នុងលំហអាកាសដ៏ធំល្វឹងល្វើយថំភ្ញាក់ពីដំណេកទាំងភិតភ័យនៅលើគ្រែក្នុងបន្ទប់សន្តាគារដ៏ប្រណិតមួយរួចគាត់ប្រញាប់លើកទូរស័ព្ទនិយាយបន្ទាប់មកមានការកាត់ប្តូរទិដ្ឋភាពទៅកាន់ការវាយប្រហារមួយដែលមានបុរសពាក់របាំងមុខខ្មៅកាន់កាំភ្លើងឡាស៊ែរតម្រង់ទៅជនរងគ្រោះមនុស្សម្នាក់ស្លៀកឈុតការពារពណ៌ទឹកក្រូចនិងពាក់របាំងការពារហ្គាសកំពុងដេកនៅលើដីរួចក៏ក្រោកឈរឡើងទាំងពិបាកដល់ដង្ហើមឆំរត់ឡើងជណ្ដើរទាំងស្លន់ស្លោក្នុងឈុតការពារពណ៌ទឹកក្រូចដដែលក្នុងចំណោមហ្វូងមនុស្សដែលកំពុងរត់គេចពីអ្វីម្យ៉ាងគាត់បានជួបស្ត្រីម្នាក់និងក្មេងប្រុសម្នាក់ក្នុងឈុតដូចគ្នារួចពួកគេព្យាយាមត្រួតពិនិត្យកាបូបស្ពីខណៈដែលមនុស្សម្នាជុំវិញកំពុងឆោឡោមានការផ្ទុះពន្លឺពណ៌ខៀវយ៉ាងខ្លាំងរួចទិដ្ឋភាពត្រឡប់ទៅរកថមដែលកំពុងយំសោកនិងអបនរណាម្នាក់នៅក្បែរជញ្ជាំងថមភ្ញាក់ដឹងខ្លួនម្ដងទៀតនៅលើទវះកាត់ត្រូវបានចងជាប់ដោយខ្សែពួរខណៈដែលគ្រូពេទ្យនិងមនុស្សមួយក្រុមសម្លឹងមើលគាត់ដោយការព្រួយបារម្ភរូបភាពបង្ហាញពីការធ្លាក់ចុះពីលើមេឃយ៉ាងលឿនសំដៅទៅរកផ្ទៃទឹកសមុទ្ររួមជាមួយការផ្ទុះយ៉ាងសន្ធោសន្ធៅក្នុងលំហយានអវកាសមួយបានផ្ទុះនៅក្បែរភពផែនដីហើយបំណែករបស់វាបានធ្លាក់ចូលទៅក្នុងបរិយាកាសផែនដីដូចជាអាចផ្កាយថមព្យាយាមហែលទឹកយ៉ាងលំបាកក្នុងសមុទ្រដែលមានរលកបោកបក់ខ្លាំងរហូតដល់គាត់អាចឡើងមកដល់លើឆ្នេរថ្មគាត់ដកដង្ហើមធំទាំងអស់កម្លាំងនៅលើឆ្នេរខ្សាច់ខ្មៅរួចក្រោកឈរឡើងសម្លឹងមើលទៅមេឃដែលឃើញមានភពដ៏ធំមួយនៅជិតផែនដីថមស្រែកខ្លាំងទៅកាន់សមុទ្រដោយក្តីអស់សង្ឃឹមខណៈដែលស្ត្រីម្នាក់ទៀតសម្លឹងមើលទៅជើងមេឃដោយភាពស្រងាកចិត្តចំពោះមហន្តរាយដែលកំពុងកើតឡើងThomas Dan កំពុងក្រាបចុះដោយការឈឺចាប់ខណៈមិត្តភ័ក្តិរបស់គាត់ព្យាយាមជួយសង្គ្រោះ Thomas សម្លឹងមើលទៅលើមេឃដោយក្តីបារម្ភស្របពេលដែលមានពន្លឺចម្លែកជុំវិញខ្លួនគាត់រូបភាពបង្ហាញពីចរន្តថាមពលក្នុងលំហអាកាសបាញ់ឆ្ពោះមកកាន់ភពផែនដីយ៉ាងខ្លាំងក្លាមនុស្សម្នាក់ដែលស្លៀកឈុតការពារពណ៌ទឹកក្រូចរត់គេចយ៉ាងច្របូកច្របល់ពីការវាយប្រហារបុរសពាក់ម៉ាស់ខ្មៅអាតកំបាំងម្នាក់បាញ់កាំភ្លើងដែលមានកាំរស្មីឡាស៊ែរពណ៌ក្រហមThomas បើកទ្វារដោយប្រយ័ត្នប្រយែងរួចធ្វើសញ្ញាប្រាប់ Mandy ឲ្យនៅស្ងៀមបំផុតឈុតឆាកកាត់ទៅការប្រជុំមុខគ្នារវាង Thomas និងគូជម្លោះរបស់គាត់ក្នុងភាពតានតឹង Mandy ដេកស្លាប់នៅលើឥដ្ឋយ៉ាងអាណោចអាថមបន្ទាប់ពីត្រូវគ្រាប់កាំភ្លើងចំដើមទ្រូង Thomas បង្ហាញអាការៈភ័យខ្លាចនិងតក់ស្លុតជាខ្លាំងចំពោះមរណភាពរបស់ភរិយាគាត់ការផ្ទុះយ៉ាងសន្ធោសន្ធៅកើតឡើងលើវាលខ្សាច់ខណៈយានអវកាសបរទេសហោះកាត់Thomas និងក្រុមអ្នករស់រានមានជីវិតឈរមើលការបំផ្លិចបំផ្លាញពីចម្ងាយដោយភាពអស់សង្ឃឹមយានអវកាសចម្លែកហោះក្រឡឹងពីលើក្បាលពួកគេហើយចាប់ផ្ដើមបាញ់ប្រហារយ៉ាងសាហាវមនុស្សគ្រប់គ្នាខំរត់រកកន្លែងគេចខ្លួនខណៈដែលដីហុយទ្រលោមពីការផ្ទុះជុំវិញខ្លួននៅក្នុងរោងកុនក្មេងស្រីម្នាក់អង្គុយមើលអេក្រង់ដោយភាពងឿងឆ្ងល់និងតក់ស្លុតការប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើងក្នុងចំណោមហ្វូងមនុស្សដែលស្លៀកឈុតពណ៌ទឹកក្រូចនៅទីបញ្ចប់ Mandy និងស្ត្រីម្នាក់ទៀតអប់គ្នាទាំងទឹកភ្នែកក្នុងភាពសោកសៅជាទីបំផុត